Chúng tôi được thông báo không hô camera không một micro FB7 នេះយើងចូលដល់វីដេអូនេះគឺនិយាយពីការ install NGA ហើយនិង static website អញ្ចឹងយើងជាដំបូងនេះយើងចូលទៅបើកនេះចឹងមកនេះ AWS នោះវាមានយើងរានតាមរបស់យើងនេះខាងកាក់ FB7 នេះចុចលើវាមកនេះហើយយើង connect វាមកហើយយើងចូលដល់ទៅក្នុង SA client យើង copy នេះមកគឺដើម្បីរានលើ Bash យើងចូលមក Bash បើថ្មីមកយើង copy មកចាំតានេះសិនយើងនេះចូលហើយយើងរានមិនដំបូងគឺយើងនេះយើងគាត់ខ្ញុំ copy ទុកក្នុងនេះអស់នេះrồiនេះគឺយើងupdate វាសិន update sudo update ហើយនេះយើង upgrade បាន upgrade ទៅបានចង់ upgrade ទៅនេះ upgrade វិធីនេះ upgrade អូជាខុសនេះ upgrade មក yes upgrade ចាំពីដាច់នេះយើងចូលទៅពីនេះហ្នឹងចូលដល់យើងនេះ install NGA sudo apt install NGA .y គឺយើង .y គឺសម្រាប់កុំឲ្យវាសួរថាយើងចុច yes ឬក៏ no យើងឆ្លើយ yes ឬ no យើងចុច .y ហើយទៅនេះពីនេះមកនេះ sudo apt install NGA យើង install ឲ្យមកនេះទៅហើយយើងគឺយើង enable វា enable ដើម្បីឲ្យវាដំណើរការ enable វាហើយយើង start វា start NGA ហ្នឹងនេះ start ហើយយើង check មើល status ថាវា active ឬក៏អត់មាន active មកនេះ active ហើយចូលដល់ហ្នឹងហើយយើងនេះគឺយើង cd ចូលក្នុង var www.html ដើម្បីចូលក្នុង file របស់ file របស់យើងហើយយើង check មើលនេះយើង sudo ម្ដងទៀតយើងអត់មានអីដូចខុសណាតែយើងនេះមកយើង.t ដើម្បីតេស្តមើលថាវាដើរអត់នេះ successful ហើយយើង reload វា reload file ហ្នឹងមកនេះដើរហើយអញ្ចឹងយើងចូលទៅតែយើងចូលទៅមើលនេះចឹងsecurity ចឹងទៅគ្រប់នេះសិនថាវាយើងបើកវាដើម្បីយើងអាចរាននេះបានទៅចូល security គ្រប់ចឹងនេះ ATP ខ្ញុំបើកនេះហើយวันนี้យើង all CTP មានថាយើងអាចរានយើងអាច
មើល port បានទាំងអស់ហ្នឹងយើងចូលហើយចូលក្នុងgroup scan នេះយើង copy នេះមកពី IP address ហ្នឹងមកយើងចូលទៅនេះយើងឲ្យយើងចូលទៅក្នុង File របស់យើងហើយយើងដល់មកយើងអត់ option ទេនេះនេះ port នេះក៏ដាក់ទេអានេះក៏អត់អីយើងចុច connect មកហើយដើរថាវា connect ជាប់ឬអត់នេះអូខេមកចាំដើរទីចឹងនេះចូលដល់នេះហើយយើងមុននិយាយ slash ហើយនិយាយវ៉ានេះចុចលើវ៉ានេះមកយើងចុចទៅមើល W នេះ HTML របស់យើងនេះអត់មានអីទេយើងទាញអា file ដែលយើងចង់ឲ្យវានេះមកនេះយើងនេះទាញតម្លាក់ចូលមកចាំទៀតដើរពីនេះដើរពីហើយនេះfor help when successful transferred យើងចឹងហើយយើងអាចរ៉ាំបានអញ្ចឹងយើងចូលទៅពី IP នេះមកហើយយើងបើកនេះមកនេះ new incognito window នេះមកយើង copy ផុសនេះមកយ៉ាដល់នេះវាដើរទេនេះចូលយើងចុចនេះ continue នេះមកនេះដើរដំណើរការហើយនេះគឺជា portfolio ខ្ញុំមានឈ្មោះមានអីមិនត្រូវហើយអញ្ចឹងយើងវាជាអត់មានអីទេយើងធ្វើឲ្យអស់ហើយអញ្ចឹងនេះគឺយើង upload file ចូលបានហើយនេះ security group អីអស់ហើយអញ្ចឹងពីបាសក៏ឲ្យអស់អញ្ចឹងវីដេអូខ្ញុំចប់ត្រឹមតែប៉ុណ្្នឹងសូមអរគុណលោកគ្រូ